ពេលនេះប្អូនស្រីផុតពីគ្រោះថ្នាក់ហើយឯកឧត្តមបេះដូងមនុស្សធម៌ភ័ណ្ឌផល្លាបានជួយប្អូនស្រីម្នាក់រងគ្រោះដោយសារការហូរឈាមខ្លាំងក្រោយពេលសម្រាលបានកូនភ្លោះនៅថ្ងៃទី15ខែឧសភាឆ្នាំ2023នេះឯកឧត្តមបេះដូងមនុស្សធម៌ភ័ណ្ឌផល្លាប្រធានមណ្ឌលកុមារកំព្រាមេឈើឯកឧត្តមបានចុះទៅជួបប្អូនស្រីម្នាក់រងគ្រោះដោយសារការហូរឈាមខ្លាំងក្រោយពេលបង្កើតកូនបានភ្លោះចំនួន2រួមទាំងប្អូនស្រីជួបទុក្ខលំបាកទៀតផងប្អូនស្រីរងគ្រោះមានឈ្មោះនិចរស់នៅក្នុងភូមិតាព្រាចឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំដែលទើបតែសម្រាលកូនបានចំនួន9ថ្ងៃជាកូនស្រីភ្លោះទាំងពីរកូនស្រីទី1មានឈ្មោះស្រីនីតនិងកូនស្រីទី2មានឈ្មោះស្រីណាមូលហេតុដោយសារប្អូនស្រីរងគ្រោះជាម្ដាយបានដើរដួលមួយជំហរទើបធ្វើឲ្យប៉ះពាល់ដល់ផ្ទៃហើយក៏សម្រេចចិត្តវះកាត់ផ្ទៃក្នុងខែទី8តែម្ដងដើម្បីសង្គ្រោះកូនទាំងពីរទាន់សភាពការហើយកូនកើតមិនទាន់គ្រប់ខែនិងគ្រប់គីឡូតែពួកគេមានសុខភាពល្អធម្មតាតាមការបញ្ជាក់របស់ឯកឧត្តមភ័ណ្ឌផល្លាបានឲ្យដឹងថាប្អូនស្រីរងគ្រោះជាម្ដាយដែលមានសភាពហូរឈាមខ្លាំងបានជួបការលំបាកខ្វះខាតនៅក្នុងនោះឯកឧត្តមភ័ណ្ឌផល្លាបានជួយទំនុកបំរុងផ្គត់ផ្គង់ម្សៅទឹកដោះគោដល់ក្មេងៗទាំងពីរនេះជួយរយៈពេល2ឆ្នាំផងដែរនេះមិនមែនជាលើកទី1ទេដែលឯកឧត្តមភ័ណ្ឌផល្លាធ្វើការងារសប្បុរសធម៌បែបនេះកន្លងមកឯកឧត្តមតែងតែយកចិត្តទុកដាក់ជួយផ្ដល់ជំនួយមិនថាជាសម្ភារៈឬជាថវិកាក្តីទៅឲ្យជនងាយរងគ្រោះនៅក្នុងសង្គមដូចជាចាស់ជរាគ្មានទីពឹងក្មេងកំព្រាក្មេងអនាថាដែលឪពុកម្ដាយស្លាប់ចោលឬបបងចោលក៏មានបន្ថែមពីនេះឯកឧត្តមភ័ណ្ឌផល្លាកំពុងតែចិញ្ចឹមក្មេងៗចំនួន155នាក់បន្ថែមទៀតនៅក្នុងមណ្ឌលកុមារកំព្រាមេឈើរបស់ឯកឧត្តម